วันนี้មកមានរឿងចង់ប្រាប់ហើយដឹងលីលីហើយលោកតកែប្រុសមានតំណែងតំណងធម្មតាណាចឹងតើបានជាលីលីឧស្សាហ៍ឡើងតំណែងបែងមើលមានរឿងអីទៀតហីឯងនិយាយមើលយើងអាសាឃើញលីលីហើយនឹងលោកតកែប្រុសចូលតែជាមួយគ្នាណាតែគ្នាគាត់ថាលីលីដូចមិនមែនជាមនុស្សបែបអញ្ចឹងទេហើយមនុស្សក៏មើលតែសម្បកក្រៅលើកមុនដល់ពេលជប់លៀងលោកតកែប្រុសសុខចិត្តជូនលីលីទៅផ្ទះតែមិនជូនពួកយើងទេអញ្ចឹងសោះបានជាលីលីស្លៀកពាក់ស្អាតរាល់ថ្ងៃហើយគ្នាឃើញឧស្សាហ៍ចូលទៅបន្ទប់អอฟហ្វិសតកែប្រុសទៀតពួកយើងមិនបាច់ចង់ប្រកួតប្រជែងជាមួយគេលះបង់ទាំងពេលវេលាធ្វើការរហូតដល់យប់ហើយលះបង់ទាំងខ្លួនប្រាណទៀតណែនាងក៏មកនិយាយផ្ដេសផ្ដាស់នាងឃើញខ្ញុំជាមួយតកែប្រុសចូលតែពេលណានិយាយច្បាស់មើលលើកមុនពេលជប់លៀងយើងឃើញនាងស្លៀកសពុតឡើងខ្លីហើយលោកតកែបញ្ច្រកស្រាឡើងស្វឹងនាំទៅតែទៀតនាងច្បាស់ 100% ហ៎យើងច្បាស់ដល់ 1000% បានចាអាឡូជំរាបសួរបងខាងប៉ូលីសមែនខ្ញុំមានពាក្យបណ្ដឹងចង់ប្តឹងណាពីបទបរិហាគេឥឡូវនេះខ្ញុំមានសាក្សី2នាក់ខ្ញុំកំពុងនៅក្រុមហ៊ុនបតាលីកាចាអរគុណច្រើន